ដោយនៅពេលនេះមានការកើនកម្ដៅឡើងខ្លាំងសារជាថ្មីម្ដងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីរ៉ង់ការវិវត្តជុំវិញស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាពេលនេះមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់បានធ្វើសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយមើលឃើញសកម្មភាពរបស់សហរដ្ឋអាមេរិកកាលពីអតីតកាលជាពិសេសការវាយប្រហារទៅលើទឹកដីរបស់ប្រទេសអ៊ីរ៉ង់ថាជាការរំលោភបំពានម្ដងហើយម្ដងទៀតនៃកិច្ចព្រមព្រៀងផងដែរការបរាជ័យទាំងស្រុងនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុននិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើសពីនេះទៅទៀតប្រទេសអ៊ីរ៉ង់ក៏បានធ្វើការសងសឹកដោយធ្វើការវាយប្រហារប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងតំបន់ជាច្រើនផងដែរដោយនៅពេលថ្មីនេះពួកគេក៏បានធ្វើការវាយប្រហារមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកមួយដែលមានទីតាំងនៅក្នុងប្រទេសហ្សង់ដានីដោយរបាយការណ៍ក៏បានបង្ហាញថានេះបានបណ្ដាលឲ្យទាហានរបស់អាមេរិក2នាក់បានស្លាប់សហរដ្ឋអាមេរិកក៏បានចេញសេចក្តីការព្រមានទៅដល់ពលរដ្ឋរបស់សហរដ្ឋអាមេរិកដែលរស់នៅក្នុងតំបន់មជ្ឈិមបូព៌ាបង្កើនការប្រុងប្រយ័ត្នការកើនឡើងនៃការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ដោយមេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក៏បានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងជាមួយនឹងអ៊ីរ៉ង់សម្រាប់យប់ថ្ងៃទី8ជាប់គ្នានេះពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់យន្តហោះចម្បាំងហើយនឹងយន្តហោះគ្មានមនុស្សបើកនិងនាវាចម្បាំងដើម្បីធ្វើការវាយប្រហារតំបន់ឆ្នេរសមុទ្រជាច្រើនទៀតផងដែរពាក់ព័ន្ធជាមួយនឹងប្រព័ន្ធការពារដែនអាកាសយន្តហោះគ្មានមនុស្សបើកនិងឃ្លាំងមីស៊ីលត្រូវបានកំណត់គោលដៅដើម្បីធ្វើឲ្យសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ធ្វើការចុះខ្សោយការវាយប្រហារនេះមានគោលដៅទៅលើមូលដ្ឋានទ័ពរបស់កងឆ្មាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ដែលហៅថា IRGC ដោយមានរបាយការណ៍ថាអំពីការផ្ទុះនៅក្នុងតំបន់ឆ្នេរសមុទ្រនិងកោះសំខាន់ជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ដោយការវាយប្រហារចុងក្រោយនេះរបស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាគឺជាការសងសឹកដោយផ្ទាល់ផងដែរនេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសហ្សង់ដានីដោយហេតុការណ៍នេះបានបណ្ដាលឲ្យទាហានរបស់អាមេរិក2នាក់ស្លាប់និងមានអ្នករងរបួសចំនួន4នាក់ហើយនឹងមានម្នាក់ទៀតត្រូវបានបាត់ខ្លួនទាំងនេះត្រូវបានចាត់ទុកថាជាទាហានដំបូងគេដែលត្រូវបានស្លាប់ដោយសារការវាយប្រហារដោយផ្ទាល់ពីប្រទេសអ៊ីរ៉ង់មូលដ្ឋាននេះត្រូវបានចាត់ទុកថាគឺជាមជ្ឈមណ្ឌលសំខាន់មួយនៅក្នុងតំបន់មជ្ឈិមបូព៌ាព្រោះវាត្រូវបានប្រើដើម្បីធ្វើការដាក់ពង្រាយយន្តហោះ model ផ្សេងៗរួមទាំងយន្តហោះចម្បាំង S-35 យន្តហោះ S-15 ហើយនិងយន្តហោះ S-16 វាក៏ជាមូលដ្ឋានសម្រាប់នៅក្នុងការបាញ់យន្តហោះគ្មានមនុស្សបើក MQ-9 Raptor ផងដែរក៏មានរបាយការណ៍ផងដែរថាឧទ្ធម្ភាគចក្រ Black Hawk របស់សហរដ្ឋអាមេរិកដែលឈរជើងនៅក្នុងមូលដ្ឋាននៅក្នុងប្រទេសហ្សង់ដានីត្រូវបានខូចខាតនៅក្នុងការវាយប្រហារនេះផងដែរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានសរសើរដល់ការលះបង់របស់ទាហានដែលបានស្លាប់ហើយបានសង្កត់ធ្ងន់ថាឧបហេតុនេះនឹងពង្រឹងនៅក្នុងការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដូច្នេះកងទ័ពរបស់សហរដ្ឋអាមេរិកជាង 50,000 នាក់ត្រូវបានដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាជំហរយោធាថ្មីមួយត្រូវបានអនុម័តដោយយន្តហោះចម្បាំង S-16 ហើយនិងយន្តហោះ S-35 ត្រូវបានហៅមកពីមូលដ្ឋានចក្រភពអង់គ្លេសហើយនិងប្រទេសអាល្លឺម៉ង់យន្តហោះទាំងអស់នេះត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីធ្វើការត្រៀមខ្លួនសម្រាប់នៅក្នុងសង្គ្រាមទ្រង់ទ្រាយធំដែលអាចនឹងកើតមានដោយលើសពីនេះក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរទូទាំងពិភពលោកពលរដ្ឋសហរដ្ឋអាមេរិកត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នដោយសារតែខ្សះខ្ដានុពលនៃការកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរដោយនេះអាចធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរផ្សេងៗដែលអាចនាំឲ្យមានការលុបចោលនៅជើងហោះហើរឬក៏ការបិទដែនអាកាសនានានៅពេលអនាគតដ៏ខ្លីខាងមុខនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកហើយនឹងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ទៅលើមូលដ្ឋានរបស់ទ័ពរបស់អាមេរិកនៅក្នុងប្រទេសជាច្រើនរួមទាំងមូលដ្ឋានទ័ពនិងមូលដ្ឋានកងទ័ពអាកាសនៅក្នុងប្រទេសគុយវ៉ែតប្រទេសហ្សង់ដានីហើយនិងប្រទេសបារ៉ែនផងដែរ
នេះបានបង្ខំឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាច្រើននៅក្នុងឈូងសមុទ្រប៉ែកធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់ពួកគេសកម្មឡើងវិញនៅក្នុងការប៉ុនប៉ងស្ទាក់ចាប់នៅក្នុងការវាយប្រហារគ្រប់ពេលវេលាខណៈពេលដែលភាគីទាំងពីរសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីរ៉ង់បន្តចោទប្រកាន់គ្នាទៅវិញទៅមកថាបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឧទាហរណ៍ដូចជាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានធ្វើការបំផ្លាញរោងចក្រសម្រាញ់ទឹកប្រៃមួយនៅក្នុងខេត្ត Hormogan របស់ប្រទេសអ៊ីរ៉ង់ទុកឲ្យមនុស្សប្រហែលជា 10000 នាក់គ្មានទឹកនៅក្នុងការប្រើប្រាស់ស្រដៀងគ្នានេះដែរអ៊ីរ៉ង់ក៏បានធ្វើការសងសឹកទៅវិញដោយធ្វើការបាញ់មីស៊ីលទៅលើរោងចក្រថាមពលមួយនៅក្នុងប្រទេសគុយវ៉ែតដែលបណ្ដាលឲ្យមានការរំខានយ៉ាងខ្លាំងផងដែរលើសពីនេះទៀតអាជ្ញាធរសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ក៏បានរាយការណ៍ថានៅក្នុងរយៈពេល3សប្តាហ៍កន្លងមកនេះយ៉ាងហោចណាស់មានមនុស្សយ៉ាងហោចណាស់50នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះមិនបានរាប់បញ្ចូលអ្នករងរបួសជាង500នាក់ទៀតនោះទេខណៈពេលដែលទាហានរបស់សហរដ្ឋអាមេរិក16នាក់ត្រូវបានស្លាប់និងប្រហែលជា420នាក់បានរងរបួសផងដែរដោយទន្ទឹមនឹងនេះដែររបាយការណ៍ក៏បានបង្ហាញថាយ៉ាងហោចណាស់យន្តហោះចាក់ប្រេងរបស់សហរដ្ឋអាមេរិកចំនួន30គ្រឿងដែលចតនៅក្នុងអាកាសយានដ្ឋាន Ben Gurion ក្នុងប្រទេសអ៊ីស្រាអែលនេះត្រូវបានคล้ายទៅជាមូលដ្ឋានរបស់សហរដ្ឋអាមេរិកសម្រាប់នៅក្នុងការចាក់ប្រេងយន្តហោះផងដែរបើទោះបីជាយ៉ាងណាក៏ដោយបញ្ហានេះបានជំរុញឲ្យក្រសួងដឹកជញ្ជូនរបស់ប្រទេសអ៊ីស្រាអែលបានធ្វើការចេញសេចក្តីថ្លែងការណ៍មួយដោយធ្វើការដាក់សម្ពាធទៅលើសហរដ្ឋអាមេរិកឲ្យធ្វើការដកយន្តហោះយោធាទាំងអស់នេះចេញដោយបន្សល់ទុកត្រឹមតែ20គ្រឿងតែប៉ុណ្ណោះនៅថ្ងៃទី21ខែកក្កដាសហរដ្ឋអាមេរិកដើម្បីជៀសវាងការប៉ះពាល់ទៅដល់ជើងហោះហើរពាណិជ្ជកម្មផ្សេងៗទៀតទន្ទឹមនឹងនេះដែរមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់បានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយថាសហរដ្ឋអាមេរិកបានធ្វើការរំលោភទៅលើកិច្ចព្រមព្រៀងនេះម្ដងហើយម្ដងទៀតបានធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់នេះដែលចុះហត្ថលេខាដោយភាគីទាំងពីរកាលពីខែមុនឥតតម្លៃហើយមិនអាចរក្សាទុកបាននោះទេលោកក៏បានប្រមានសម្ព័ន្ធមិត្តប្រឆាំងឲ្យត្រៀមខ្លួនសម្រាប់មេរៀនដែលពួកគេមិនអាចបំភ្លេចបាននោះទេក្នុងពេលជាមួយគ្នានេះដែរអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានបញ្ជាក់សារជាថ្មីនៅសេចក្តីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិកបានធ្វើការរំលោភទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយបង្ខំឲ្យប្រទេសអ៊ីរ៉ង់ចាត់វិធានការនៅក្នុងការសងសឹកស្រដៀងគ្នានេះបណ្ដាលឲ្យមានស្ថានភាពតានតឹងកើនឡើងនៅក្នុងច្រកសមុទ្រហូម៉ូទន្ទឹមនឹងនេះអ្នកសម្របសម្រួលដូចជាប្រទេសចិនប្រទេសប៉ាគីស្ថានក៏បានសម្ដែងនៅក្នុងការព្រួយបារម្ភផងដែរអំពីស្ថានភាពនេះផងដែរហើយប្រទេសទាំងពីរបានអំពាវនាវឲ្យសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីរ៉ង់ធ្វើការបញ្ឈប់អរិយភាពហើយនឹងបន្តនៅក្នុងការចរចាគ្នាឡើងវិញកុំភ្លេចចុច Subscribe ឬក៏ Like ឬក៏ Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ